សូមស្វាគមន៍មកកាន់វីដេអូនិទានរឿងរបស់ខ្ញុំ Set Speak សូមអភ័យទោសបើមានកំហុសខុសឆ្គងបើពាក្យណាខ្ញុំនិយាយមិនសូវច្បាស់ព្រោះខ្ញុំជា AI ហើយកុំភ្លេចជួយ Subscribe ផងណាបងប្អូនរាត្រីមរណៈនៅដើមអំពិលចាស់រឿងព្រេងនិទានខ្មែរជាច្រើនបានលាក់បំពួននៅអាចកំបាំងនឹងភាពភ័យរន្ធត់ដែលបានចាក់ឫសជ្រៅទៅក្នុងជំនឿតគ្នាមកក្នុងចំណោមនោះមានរឿងមួយដែលត្រូវបានគេដំណើរតគ្នាពីមាត់មួយទៅមាត់មួយស្ទើរគ្រប់ភូមិឋានជាពិសេសនៅតំបន់ដាច់ស្រយាលដែលនៅតែមានដើមឈើធំជាច្រើនដើមឈរទ្រង់នៅក្រោមពន្លឺព្រះច័ន្ទដើមអំពើចាស់មួយដើមនៅចុងភូមិរងដំរីជាដើមឈើដែលល្បីល្បាញជាងគេហើយត្រូវបានអ្នកភូមិជិះវៀងមិនហ៊ានដើរឆ្លងកាត់នៅពេលរាត្រីឡើយកាលពីព្រេងនាយមានគ្រួសារមួយបានមករស់នៅក្បែរដើមអំពិលនោះគ្រួសារនេះមានប្តីឈ្មោះអាទិត្យប្រពន្ធឈ្មោះចន្ទ្រានិងកូនស្រីតូចម្នាក់ឈ្មោះបុប្ផាពួកគេជាគ្រួសារក្រីក្រប៉ុន្តែរស់នៅដោយក្តីសុខសាន្តជាមួយគ្នាចន្ទ្រាជាស្រីមានកុភាកហើយកូនក្នុងផ្ទៃជិតគ្រប់ខែហើយអាទិត្យខិតខំធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារហើយតែងតែប្រាប់ចន្ទ្រាឲ្យប្រយ័ត្នប្រយែងពិសេសនៅពេលយប់កុំចេញទៅក្រៅផ្ទះជិតដើមអំពិលនោះអ្នកភូមិតែងបានប្រាប់ទៅអាទិត្យនិងចន្ទ្រាអំពីប្រវត្តិដើមអំពិលនោះថាវាជាទីលំនៅរបស់ខ្មោចស្រីម្នាក់ដែលស្រាប់ទាំងកូនក្នុងពោះហើយតែងតែលងបន្លែកអ្នកភូមិនៅពេលយប់ងងឹតសងដោយសំឡេងបំពេកូនប៉ុន្តែចន្ទ្រាជាមនុស្សមិនសូវជឿរឿងអវិជ្ជាជំនឿប៉ុន្មានទេនាងគិតថាវាគ្រាន់តែជារឿងដំណើរលេងកម្សាន្តប៉ុណ្ណោះថ្ងៃមួយអាទិត្យត្រូវទៅធ្វើការឆ្ងាយអស់ជាច្រើនថ្ងៃចំណែកចន្ទ្រាត្រូវនៅផ្ទះមើលថែបុប្ផាតែម្នាក់ឯងរាត្រីមួយនោះខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យផ្ទះរបស់ពួកគេដាច់ភ្លើងចន្ទ្រានិងបុប្ផាបានរើបំរាស់ក្នុងភាពងងឹតភ្លាមនោះបុប្ផាបានស្រែកយំយ៉ាងខ្លាំងព្រោះនាងភ័យខ្លាចភាពងងឹតចន្ទ្រាព្យាយាមលួងលោមបុប្ផាប៉ុន្តែឥតប្រយោជន៍ព្រំពេចនោះចន្ទ្រាបានឮសំឡេងមួយបោកផាត់មកជាមួយខ្យល់វាជាសំឡេងស្រែកបំពេកូនយ៉ាងស្រទន់ពីរោះល្វើយប៉ុន្តែពោពេញដោយភាពសោកសៅនិងហាក់ដូចជាបក់មកពីទិសដើមអំពែចាស់នោះឯងដំបូងចន្ទ្រាគិតថាវាគ្រាន់តែជាសំឡេងនៃនាងឮដែលចែកដនប៉ុណ្ណោះប៉ុន្តែសំឡេងនោះកាន់តែឮច្បាស់ឡើងរួមជាមួយនឹងសំឡេងខ្សឹបខ្សៀវដ៏ព្រឺព្រួចចន្ទ្រាចាប់ផ្ដើមមានអារម្មណ៍ប្លែកខ្លួននាងហាក់ដូចជាត្រូវអ្វីម្យ៉ាងទាញឲ្យដើរចេញទៅខាងក្រៅនាងព្យាយាមទប់ចិត្តមិនឲ្យទៅប៉ុន្តែជើងរបស់នាងហាក់ដូចជាគ្មានម្ចាស់បុប្ផាកាន់តែយំខ្លាំងឡើងចំណែកចន្ទ្រាវិញភ្នែករបស់នាងបានសម្លឹងទៅដើមអំពិលនោះយ៉ាងលងលក់ហាក់ដូចជាកំពុងស្ថិតនៅក្រោមឥទ្ធិពលអ្វីម្យ៉ាងនាងបានដើរចេញពីផ្ទះទាំងមិនដឹងខ្លួនដើរសម្ដៅទៅដើមអំពិលចាស់នោះពេលទៅដល់គល់ដើមអំពិលចន្ទ្រាបានឃើញស្រមោលខ្មៅមួយស្ថិតនៅក្រោមដើមឈើរូបរាងនោះមានសភាពស្រមោលហាក់ដូចជានៅក្នុងអបមួកប៉ុន្តែចន្ទ្រាអាចមើលឃើញបានថាវាជាស្ត្រីម្នាក់សក់វែងអូដីពាក់អាវខ្មៅរហែករយីករយ៉ាកកំពុងអង្គុយបក់យោយ៉ាងតិចជាមួយសំឡេងបំពេកូនដែលបន្លឺចេញពីមាត់របស់នាងពេលចន្ទ្រាចូលទៅជិតនាងក៏ស្រឡំកាំងស្រមោលខ្មៅនោះបានងាកមុខរកនាងមុខរបស់វាស្លែកស្លាំងគួរឲ្យខ្លាចភ្នែកលឹបចូលក្នុងបបរមាត់ខ្មៅស្អិតហាក់ដូចជាទើបនឹងស្លាប់ពេលនោះចន្ទ្រាទើបដឹងថារូបរាងដែលនាងកំពុងឃើញគឺជាខ្មោចស្រីដែលអ្នកភូមិដំណើរតគ្នាមកខ្មោចនោះបានលុកដៃដែលវែងអនឡាញគួរឲ្យខ្លាចនោះមករកចន្ទ្រាហាក់ដូចជាចង់ចាប់នាងក្នុងពេលនោះចន្ទ្រាភ័យស្លន់ទ្រោយ៉ាងខ្លាំងនាងព្យាយាមរត់គេចប៉ុន្តែជើងរបស់នាងហាក់ទន់លហិតលហៃដើរមិនរួចនាងគ្រាន់តែអាចស្រែកយ៉ាងលឺសំឡេងស្រែករបស់ចន្ទ្រាបានដាស់បុប្ផាឲ្យភ្ញាក់ពីដំណេកហើយបុប្ផាក៏ស្រែកយំភ្លាមនោះសំឡេងកណ្ដឹងនៅកញ្ចឹងករបស់បុប្ផាក៏បន្លឺឡើងខ្មោចស្រីនោះហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានបាត់ខ្លួនបន្សល់ទុកតែសំឡេងបំពេកូនដ៏ស្រញីស្រងោតចន្ទ្រាដួលសន្លប់នៅត្រង់កន្លែងពេលព្រឹកឡើងអាទិត្យបានត្រឡប់មកដល់ផ្ទះវិញហើយក៏ប្រទះឃើញចន្ទ្រាដែលសន្លប់នៅក្រោមដើមបំពេលគាត់បានលើកនាងចូលក្នុងផ្ទះហើយព្យាយាមដាស់នាងឲ្យភ្ញាក់ព
ពេលចន្ទ្រាភ្ញាក់នាងបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅអាទិត្យទាំងភ័យញ័រជន់អាទិត្យក៏រន្ធត់ចិត្តយ៉ាងខ្លាំងហើយបានទៅរកគ្រូគង្វាលក្នុងភូមិដើម្បីសុំយោបល់គ្រូគង្វាលបានប្រាប់ថាខ្មោចស្រីនោះបានព្យាយាមចាប់ចន្ទ្រាដើម្បីយកកូនក្នុងផ្ទៃរបស់នាងព្រោះខ្មោចនោះបានស្លាប់ទាំងកូនក្នុងពោះដូច្នេះវាចង់បានកូនណាស់គ្រូគង្វាលបានពន្យល់ថាសម្លេងកណ្ដឹងនៅកញ្ជើងករបស់បុប្ផាដែលជាកណ្ដឹងមន្ទិអាគមសម្រាប់ការពារខ្លួនបានបណ្ដេញខ្មោចនោះឲ្យរត់បាត់ទៅវិញគ្រូគង្វាលបានធ្វើពិធីបណ្ដេញខ្មោចនៅដើមអំពៅនោះដើម្បីកុំឲ្យវាជិះមករំខានអ្នកភូមិទៀតចាប់តាំងពីពេលនោះមកចន្ទ្រាឡើងហ៊ានដើរទៅជិតដើមអំពៅចាស់នោះទៀតហើយនាងតែងតែរំលឹកដល់រឿងរ៉ាវដ៏រន្ធត់នោះរាល់ពេលនាងឃើញដើមអំពៅនៅពេលយប់គ្រួសាររបស់ចន្ទ្រាក៏បានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅទៅកន្លែងឆ្ងាយពីដើមអំពៅនោះដើម្បីរស់នៅដោយសុខសាន្តរឿងរ៉ាវនៃខ្មោចបំពេតូនៅដើមអំពៅចាស់បានក្លាយជារឿងព្រេងនិទានមួយដែលនៅតែគេដំណើរតគ្នាពីមួយជំនាន់ទៅមួយជំនាន់ជាការដាស់តឿនឲ្យមនុស្សគ្រប់គ្នាជឿលើអ្វីដែលមើលមិនឃើញហើយតែងតែប្រយ័ត្នប្រយែងចំពោះអាថ៌កំបាំងនៃពិភពដូចផ្សេងទៀត